ជំរាបសួរនាងខ្ញុំឈ្មោះច័ន្ទសវាងបង្រៀននៅថ្នាក់ទី4នៃសាលាបឋមសិក្សាគំរូក្រុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងសួស្តីកូនៗទាំងអស់គ្នាតើកូនទាំងអស់គ្នានៅថ្ងៃនេះសុខសប្បាយជាឬទេចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាពិតជាសុខសប្បាយចំណែកអ្នកគ្រូក៏សុខសប្បាយដែរដោយសារតែបញ្ហាជំងឺ Covid-19 នៅតែបន្តរាតត្បាតនៅប្រទេសកម្ពុជាយើងក៏ដូចសកលលោកធ្វើឲ្យក្រសួងអប់រំយុវជននិងកីឡានៅតែបន្តការរៀនពីចម្ងាយចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងចូលរួមសិក្សាពីចម្ងាយជាមួយនឹងអ្នកគ្រូតាមប្រព័ន្ធផ្សព្វផ្សាយនានាមានដូចជាទូរទស្សន៍ Facebook YouTube និងសន្លឹកផ្ដាច់ការចា៎ទន្ទឹមនឹងនេះចូលកូនទាំងអស់គ្នាកុំភ្លេចថែរក្សាសុខភាពរបស់កូនដោយអនុវត្តតាមក្បួនអនាម័យនៅការណែនាំរបស់ក្រសួងសុខាភិបាលដូចជាលាងដៃនឹងអាល់កុលសាប៊ូឬមួយក៏ជែលនៅពេលដែលកូនចេញទៅខាងក្រៅកុំភ្លេចរក្សាគម្លាតសុវត្ថិភាពព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវដើម្បីចូលរៀនជាមួយនឹងអ្នកគ្រូនៅថ្ងៃនេះចូលកូនទាំងអស់គ្នាសូមត្រៀមនៅសម្ភារៈមួយចំនួនមានដូចជាសៀវភៅសិក្សាគោលគណិតវិទ្យាថ្នាក់ទី4ម៉ាស៊ីនគិតលេខសៀវភៅសរសេរក្តារឈ្នួនពើតវិចខ្មៅដៃនិងបន្ទាត់ជាដើមចាអញ្ចឹងកូនទាំងអស់គ្នាបានត្រៀមសម្ភារៈរួចរាល់ហើយតើកូននៅចាំទេកាលពីថ្ងៃមុនតើកូនបានរៀនមេរៀនអ្វីចាកាលពីថ្ងៃមុនគឺយើងបានរៀននៅមេរៀនការប៉ាន់ស្មានផលបូកតើកូនទាំងអស់គ្នាបានធ្វើកិច្ចការផ្ទះឲ្យអ្នកគ្រូហើយឬនៅតោះអញ្ចឹងសូមលើកសៀវភៅកិច្ចការផ្ទះឡើងដើម្បីយកមកទៀងទាត់ចម្លើយជាមួយអ្នកគ្រូនិងធ្វើកំណែនៅលើក្តារខៀនជូនកូនទាំងអស់គ្នាមើលចាចឹងអ្នកគ្រូនឹងធ្វើកំណែលំហាត់ចំនួន3ដើម្បីជាការរំលឹកមេរៀនដល់កូនទាំងអស់គ្នាណាចាកូនចាំបញ្ញត្តិទេថាដើម្បីគណនារកតម្លៃប្រហែលតើយើងត្រូវធ្វើដូចម្ដេចចាលំហាត់យើងគឺមានច្រើនប៉ុន្តែនៅពេលនេះអ្នកគ្រូលើកយកមកតែលំហាត់ទី2ការរកតម្លៃប្រហែលគណនាឲ្យមើលតែត្រឹមតែចំណុចកខហើយនិងខចាពីព្រោះអីអាកអីហ្នឹងគឺវាដូចគ្នាលំនាំដូចគ្នាទេតោះអញ្ចឹងចាប់ផ្ដើមយើងនឹងចាប់ផ្ដើមធ្វើប្រមាណវិធីតែម្ដងចាអញ្ចឹងយើងចាប់ផ្ដើមធ្វើលំហាត់ចំណុចក28053យើងបូកឲ្យ61320ដើម្បីគណនាប៉ាន់ស្មានដើម្បីគណនាផលបូកប៉ាន់ស្មានគឺយើងត្រូវបង្គុតចំនួនតួបូកទាំងពីរនេះសិនចាអញ្ចឹងយើងបង្គុតចំនួនកូនពិនិត្យមើលមុននឹងយើងបង្គុតតួបូកយើងត្រូវមើលថាតើតួបូកទាំងពីរនេះមានចំនួនខ្ទង់ស្មើគ្នាឬទេចាអញ្ចឹងតួបូកទាំងពីរនេះគឺមានចំនួនខ្ទង់ស្មើគ្នាបើស្មើគ្នានោះយើងបង្គុតខ្ទង់ដែលនៅធំជាងគេចាបង្គុតខ្ទង់ធំជាងគេខ្ទង់ធំជាងគេរបស់យើងនៅពេលនេះគឺខ្ទង់10000អញ្ចឹងយើងមើលនៅក្នុងខ្ទង់តួបូកទី1យើងត្រូវបង្គុតខ្ទង់10000យើងត្រូវមើលនៅខ្ទង់1000អញ្ចឹងយើងមើលខ្ទង់1000យើងលេខប៉ុន្មានគឺលេខ8បើលេខ8យើងបង្គុតឡើងឬក៏បង្គុតចុះចាគឺយើងត្រូវបង្គុតឡើងមានន័យថា28053យើងបង្គុតឡើងទៅ30000គុតចាមើលមកតួបូកទី2 60000អញ្ចឹងយើងបង្គុតខ្ទង់10000យើងត្រូវមើលខ្ទង់1000ខ្ទង់1000យើងលេខ1បើលេខ1យើងត្រូវបង្គុតចុះអញ្ចឹងមានន័យថា61320បង្គុតចុះទៅ60000គុតចាហើយបានយើងធ្វើប្រមាណវិធីបូក
Chẳng con khơi hái 30,000 bột nâng 60,000 cứ mà nâng 9,000 chà dương mình to từ tùng khó tích cũng đọc từ tùng khó 60,000 5,160 bột nâng 70,000 2,164 យើងចាប់ដើមបានស្មានបង្គុតទៅយើងបង្គុតដូចគ្នាណាដោយសារតែវាមានចំនួនផ្ទុកដូចគ្នាយើងបង្គុតនៅក្នុងផ្ទុកម៉ឺនបើបង្គុតផ្ទុកម៉ឺនយើងត្រូវមើលនៅក្នុងផ្ទុកពាន់អញ្ចឹងតួបូកទី1ផ្ទុកពាន់យើងលេខ5បើលេខ5យើងត្រូវបង្គុតឡើងអញ្ចឹងវាទៅជា 7,000 ចាហើយតួបូកទី2យើងបង្គុតផ្ទុកម៉ឺនលេខ3យើងមើលផ្ទុកពាន់លេខ2បើ2ចុះអញ្ចឹងយើងបង្គុតទៅ 3,000 គុតហើយយើងធ្វើការបូក 7,000 បូកនឹង 30,000 គឺស្មើឲ្យ 10,000 ចា 0 0 0 7បូកនឹង3ស្មើឲ្យ 10 ចាអញ្ចឹងយើងឃើញហើយអ្នកគ្រូភ្លេចដាក់អានេះគឺឃើញ 10,000 ចំណែកក្នុងទី1យើងឃើញ 9,000 ចាចាអញ្ចឹងយើងបន្តទៅទៀតអ្នកគ្រូច្រឡំណាអានេះមិនមែនខទេគឺកចាតោះអញ្ចឹងយើងកែចំណុចកយើងបន្ត7,932បូកឲ្យ 4,921 ចាតោះអញ្ចឹងយើងចាប់ផ្ដើមបង្គុតកូនមើលតួបូកទាំងពីរតើមានចំនួនខ្ទង់ស្មើគ្នាឬទេតួបូកទី1មានខ្ទង់ដល់ខ្ទង់ម៉ឺនហើយតួបូកទី2មានត្រឹមខ្ទង់ពាន់អញ្ចឹងករណីដែលចំនួនខ្ទង់ទាំងពីរមិនស្មើគ្នាតើកូនត្រូវធ្វើដូចម្ដេចចាគឺយើងត្រូវបង្គុតនៅខ្ទង់ធំបំផុតនៃចំនួនដែលមានខ្ទង់តិចជាងគេអញ្ចឹងមានន័យថាចំនួនតួបូកទី2មានត្រឹមខ្ទង់ពាន់អញ្ចឹងតួបូកទី1ក៏បង្គុតត្រឹមខ្ទង់ពាន់ដែរចាបន្ទាប់ពីយើងកំណត់ថាខ្ទង់ណាដែលយើងត្រូវបង្គុតរួចហើយយើងចាប់ផ្ដើមបង្គុតទៅអញ្ចឹងយើងបង្គុតខ្ទង់ពាន់លេខ0យើងមើលមកខ្ទង់រយរបស់យើងគឺលេខ9បើលេខ9យើងត្រូវបង្គុតឡើងមានន័យថាទៅជា 7,001,000 ចាចំណែកឯតួបូកទី2យើងបង្គុតខ្ទង់លេខ4យើងមើលទៅនៅខ្ទង់រយយើងលេខ9បើលេខ9យើងបង្គុតឡើងអញ្ចឹងឡើងទៅជា 5,000 rồi hai bạnយើងធ្វើការបូកអញ្ចឹងបាន0 0 0 1បូកនឹង5 6 7អត់ឲ្យបូកទម្លាក់អញ្ចឹងយើងឃើញ 7,000 ចាស្មើនឹង 7,000 6,000 គុតចាអញ្ចឹងបន្ទាប់ពីឃើញអ្នកគ្រូគណនាបង្ហាញនៅលើក្តារខៀនហើយកូនទាំងអស់គ្នាផ្ទៀងទាត់ជាមួយនឹងចម្លើយដែលកូនបានធ្វើនៅក្នុងសៀវភៅអ្នកគ្រូកែជូតបានតែកខកទេចំណែកលំហាត់ផ្សេងទៀតកូនអាចនឹងផ្ទៀងទាត់ជាមួយនឹងមិត្តភ័ក្តិកូននៅឯសាលាឬមួយក៏លោកគ្រូអ្នកគ្រូឬក៏ប៉ាម៉ាក់របស់កូនទាំងអស់គ្នាចាអញ្ចឹងនៅពេលនេះកូនមើលថាបន្ទាត់ដែលអ្នកគ្រូយកទៅប្រើនេះតើជារៀងអ្វីចាវាគឺជារៀង
កូនបានសិក្សាខ្លះមកហើយកាលពីថ្នាក់ទី3អញ្ចឹងវាគឺជារាងត្រីកោណអញ្ចឹងកូនដឹងថាតើត្រីកោណគឺជាអីត្រីកោណគឺជារូបធរណីមាត្រចាអញ្ចឹងនៅថ្ងៃនេះអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅសិក្សានៅមេរៀនថ្មីមួយទៀតគឺមេរៀនទី4ចាអញ្ចឹងនៅថ្ងៃនេះយើងនឹងសិក្សាទៅលើគណិតវិទ្យាមេរៀនទី4ថ្នាក់ទី4មេរៀនទី4គឺរូបធរណីមាត្រហើយថ្ងៃនេះយើងសិក្សាទៅលើការ៉េចាមេរៀនការ៉េនេះអ្នកគ្រូដកស្រង់ចេញពីសៀវភៅនៅទំព័រទី23ក្រោយពីកូនទាំងអស់គ្នាបានសិក្សាចប់នៅមេរៀនការ៉េនេះកូននឹងអាចកំណត់បាននៅវត្ថុប្រើប្រាស់ឬមួយក៏រូបធរណីមាត្រណាដែលមានរាងជាការ៉េកូនអាចយកវាទៅប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់កូនក៏ដូចជាមុខវិជ្ជាផ្សេងទៀតតាមតម្រូវការចាកាលពីថ្នាក់ទី4ទី3កូនទាំងអស់គ្នាបានស្គាល់រូបធរណីមាត្រមួយចំនួនអញ្ចឹងនៅថ្ងៃនេះអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅស្គាល់ឲ្យកាន់តែច្បាស់នៅរូបធរណីមាត្រដែលមានរាងជាការ៉េតើការ៉េគឺជាអ្វីហើយមានលក្ខណៈពិសេសអ្វីខ្លះចាអញ្ចឹងកូនតាមដានទាំងអស់គ្នាតើក្រដាស់មួយសន្លឹកនេះមានរាងជាអ្វីចាក្រដាស់មួយសន្លឹកនេះគឺមានរាងជាការ៉េចាអញ្ចឹងកូនមើលតើក្រដាស់រាងការ៉េនេះវាមានលក្ខណៈដូចម្ដេចខ្លះចូលកូនពិនិត្យទៅមើលជ្រុងរបស់វាតើជ្រុងការ៉េយ៉ាងម៉េចដែរកូនកូនមើលប្រវែងជ្រុងទាំង4របស់ការ៉េយ៉ាងម៉េចស្មើគ្នាឬទេចាកូនប្រកាសជាអាចកំណត់បានថាជ្រុងរបស់ការ៉េទាំង4នេះគឺមានប្រវែងស្មើគ្នាចាអញ្ចឹងយើងបានហើយថាការ៉េមានជ្រុង4ស្មើគ្នាកូនសង្កេតមើលទៅលើកម្ពូលរបស់វាកូនស្គាល់កម្ពូលអត់ចានេះគឺជាកម្ពូលតើកម្ពូលរបស់ការ៉េទាំង4នេះជាមុំអ្វីចាអញ្ចឹងអ្នកគ្រូនឹងលើកយកកែងនេះមកបង្ហាញកូននេះគឺជាកែងអញ្ចឹងប្រសិនបើអ្នកគ្រូយកកែងនេះទៅដាក់ទៅប៉ុនជាមួយនឹងមុំនៃក្រដាស់រាងការ៉េនោះមានន័យថាការ៉េនេះឯងមានមុំជាមុំកែងចាតោះអញ្ចឹងកូនមើលប៉ុនគ្នាកូនចាគឺវាត្រួតលើគ្នាមានន័យថាវាប៉ុនគ្នាហើយអញ្ចឹងមុំមួយនឹងជាមុំកែងចាចុះមើលមកមុំខាងនេះមួយទៀតចាត្រួតស៊ីគ្នាទេចាត្រួតហើយអញ្ចឹងមានន័យថាមុំនេះក៏ជាមុំកែងដែរចាចុះខាងក្រោមនេះកើមកចាកូនឃើញទេដូច្នេះមុំហ្នឹងក៏ជាមុំកែងដែរចាសល់មួយនេះមិនដែរកូនចាវាត្រួតស៊ីគ្នាណាមានន័យថាជ្រុងនេះក៏ត្រួតលើគ្នាទ្រុងនេះក៏ត្រួតលើគ្នាអញ្ចឹងមុំដែលបានគឺជាមុំកែងអញ្ចឹងការ៉េមានមុំទាំង4ជាអ្វីចាការ៉េមានមុំទាំង4ជាមុំកែងហើយមិនក៏កូនបានប្រាប់ដែរថាជ្រុងរបស់ការ៉េគឺមានប្រវែងស្មើគ្នាអញ្ចឹងនៅក្នុងធរណីមាត្រករណីដែលជ្រុងរបស់វាមានប្រវែងស្មើគ្នាគឺយើងអាចគូសគំនូសតាងចំណាំបានគឺយើងគ្រាន់តែគូសមួយទៅចាជ្រុងនេះស្មើនឹងជ្រុងដេកខាងលើស្មើនឹងជ្រុងបញ្ឈរខាងឆ្វេងស្មើនឹងជ្រុងដេកខាងក្រោមចាបើបងអូនឃើញទាំងអស់ឃើញជ្រុងទាំងអស់មានសញ្ញាគូសមួយដូចនេះមានន័យថាជ្រុងទាំង4នេះគឺជាជ្រុងដែលស្មើគ្នាចាអ្នកគ្រូនឹងដាក់ឈ្មោះឲ្យការ៉េនេះឈ្មោះការ៉េអីគេគាត់
ចាយើងដាក់ឈ្មោះថាការ៉េកខកខចាអញ្ចឹងយើងបានឈ្មោះហៅហើយការ៉េកខកខមានលក្ខណៈពិសេសអ្វីខ្លះកូនចាគឺកូនបានប្រាប់មិញដែរថាការ៉េកខកខនេះមានលក្ខណៈពិសេសគឺជ្រុងទាំង4របស់វាមានប្រវែងស្មើគ្នាអញ្ចឹងយើងអាចសរសេរបានថាការ៉េចាការ៉េមានគាត់អាចហៅជ្រុងនីមួយបានទេនៅពេលដែលយើងចង់ហៅជ្រុងតែយើងត្រូវហៅប៉ុន្មានអក្សរដើម្បីហៅជ្រុងមួយគឺកូនត្រូវហៅ2អក្សរមានន័យថាវាចេញចាប់ពីចំណុចករហូតដល់ចំណុចខអញ្ចឹងកខគឺជាជ្រុងមួយអញ្ចឹងមានន័យថាជ្រុងកខស្មើនឹងជ្រុងខកស្មើនឹងជ្រុងកខស្មើនឹងជ្រុងខកចាអញ្ចឹងយើងបានសរសេរថាជ្រុងទាំង4របស់វាស្មើគ្នាអញ្ចឹងការ៉េមានជ្រុងអីកូនគឺមានជ្រុងកខស្មើនឹងជ្រុងខកស្មើអីទៀតស្មើជ្រុងកខកខនិងស្មើជ្រុងមួយទៀតគឺជ្រុងខកឬក៏កខជ្រុងកខកូនអាចហៅបច្ច្រាស់បានណាកខក៏បានកខក៏បានខកក៏បានអត់អីទេអញ្ចឹងយើងបានជ្រុងទាំង4នេះជាជ្រុងស្មើគ្នាចាហើយមុំរបស់យើងមុំអីខ្លះកូនយើងហៅតាមអក្សរតែម្ដងទៅគឺមុំកស្មើឲ្យមុំខស្មើអីទៀតកូនស្មើនឹងមុំកស្មើឲ្យមុំខចាជាមុំអីមុំទាំង4គឺជាមុំកែងចាចឹងមុំទាំង4របស់ការ៉េគឺជាមុំកែងកូនដឹងទេថាមុំកែងមានរង្វាស់ប៉ុន្មានដឺក្រេចាមុំកែងគឺមានរង្វាស់90ដឺក្រេអញ្ចឹងយើងអាចកំណត់បានហើយថាការ៉េគឺជាអីហើយមានលក្ខណៈពិសេសអ្វីខ្លះចាការ៉េគឺជារូបធរណីមាត្រដែលមានជ្រុង4ស្មើគ្នានិងមុំទាំង4ជាមុំកែងតោះអញ្ចឹងយើងទៅបញ្ញត្តិទាំងអស់គ្នាអ្វីទៅជាការ៉េការ៉េជារូបធរណីមាត្រចាជារូបធរណីមាត្រដែលមានជ្រុង4ស្មើគ្នាដែលមានជ្រុងទាំង4ស្មើគ្នាហើយមុំទាំង4ជាមុំកែងហើយមុំទាំង4ជាមុំកែងចាអញ្ចឹងនៅពេលនេះយើងបានបញ្ញត្តិហើយការ៉េគឺជារូបធរណីមាត្រដែលមានជ្រុងទាំង4ស្មើគ្នានិងមុំទាំង4ជាមុំកែង
ចាអញ្ចឹងនៅពេលនេះកូនបានបញ្ញត្តិហើយសូមបន្តិចឲ្យចាំណាកូនណាការ៉េគឺជារូបធរណីមាត្រដែលមានជ្រុងទាំង4ស្មើគ្នាហើយមុំទាំង4ជាមុំកែងចាំមើលអ្នកគ្រូសាកកូនតើកូនស្គាល់ការ៉េបានទេហើយកូនអាចកំណត់រូបធរណីមាត្រមួយចំនួនថាតើមួយណាជាការ៉េបានឬអត់តោះអញ្ចឹងចូលកូនធ្វើលំហាត់មួយជាមួយនឹងអ្នកគ្រូដោយពិនិត្យរូបភាពទាំងអស់នេះថាតើក្រដាស់ពណ៌ទាំងអស់ហ្នឹងមួយណាជាការ៉េចាអញ្ចឹងកូនឃើញរូបធរនិមិត្តនៅខាងក្រោមមានប៉ុន្មានកូនចាមានចំនួន1 2 3 4 5 6ចាអញ្ចឹងនៅក្នុងលំហាត់របស់យើងគេឲ្យយើងចូលប្រាប់រូបធរណីមាត្រដែលជាការ៉េដូច្នេះក្នុងចំណោមរូបទាំង6នេះតើរូបមួយណាក្រដាស់មួយណាដែលមានរាងជាការ៉េពណ៌អ្វីដើម្បីកំណត់ថាក្រដាស់មួយណាមានរាងជាការ៉េលុះណាតែកូនចងចាំនៅបញ្ញត្តិរបស់យើងថាតើការ៉េគឺជាអ្វីការ៉េគឺជារូបធរណីមាត្រដែលមានជ្រុង4ស្មើគ្នាហើយមុំទាំង4ជាមុំកែងចាអញ្ចឹងកូនមើលថាតើមួយណាចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនបានកំណត់រួចហើយថាក្រដាស់ពណ៌ណាមួយដែលមានរាងជាការ៉េអញ្ចឹងបន្តិចទៀតអ្នកគ្រូនឹងបង្ហាញកូនទាំងអស់គ្នាថាតើចម្លើយណាជាចម្លើយដែលត្រឹមត្រូវកខកខងឬមួយក៏ចចាតោះអញ្ចឹងទៅទាំងអស់គ្នារូបកតើរូបកនេះរាងអ្វីជ្រុងទាំង4របស់វាស្មើគ្នាដែរឬទេចាអត់ស្មើទេមិនអញ្ចឹងអីអញ្ចឹងកនេះមិនមែនជាមិនមែនជាការ៉េទេចុះខរាងអីនេះកូនមូលអញ្ចឹងជាការ៉េអត់ទេតោះទៅមួយទៀតកជ្រុងមានប៉ុន្មានកូនជ្រុងមាន3បើជ្រុងមាន3តើត្រូវជាមួយនឹងបញ្ញត្តិរបស់យើងទេគេថាការ៉េមានជ្រុង4ដូច្នេះកនេះក៏អត់ត្រឹមត្រូវដែរចូលដល់ខចាតើខមានជ្រុងប៉ុន្មានជ្រុង4ហើយតែមុំទាំងអស់របស់វាតើជាមុំកែងដែរឬទេអញ្ចឹងកូនប្រៀបធៀបមើលរវាងជ្រុងមុំនៅក្នុងกระดาษខនេះជាមួយនឹងរូបរបស់យើងអត់ដូចគ្នាមិនអញ្ចឹងណាដូច្នេះខនេះមិនមែនជាការ៉េដូចគ្នាតទៅទៀតចូលដល់ងចាអញ្ចឹងកូនមើលថាតើងនេះមានជ្រុងស្មើគ្នាទេកូនចាមានជ្រុងស្មើគ្នាចុះមុំរបស់វាតើជាមុំកែងដែរឬទេដូចរូបរបស់យើងដូចกระดาษពណ៌បៃតងដែរឬទេចាអញ្ចឹងនៅក្រដាស់នៅរៀងចង់និយាយថានៅចំណុចងនេះក្រដាស់ពណ៌ខៀវខ្ចីហ្នឹងឯងគឺមានជ្រុងស្មើគ្នាហើយមុំរបស់វាក៏ជាមុំកែងដែរដូច្នេះចម្លើយនៃលំហាត់នេះគឺងអញ្ចឹងកូនណាខ្លះដែលបានជ្រើសរើសងជារាងការ៉េចាចូលរួមត្រេកអរទាំងអស់គ្នាតោះយើងមើលតទៅទៀតឃើញលោដល់ខាងក្រោយនេះជាការ៉េដែរអញ្ចឹងកូនមើលមកចរាងការ៉េអត់កូនមានជ្រុង4ប៉ុន្តែអត់កែងគ្នាទេមិនមែនជាមុំកែងហើយប្រវែងវាក៏អត់ស្មើគ្នាដែរដូច្នេះចនេះក៏មិនមែនជាការ៉េដែរអញ្ចឹងនៅរូបទាំង6នេះមានតែងមួយទេដែលក្រដាស់ហ្នឹងមានរាងជាការ៉េចាអរគុណនៅពេលនេះអ្នកគ្រូនឹងមានលំហាត់មួយទៀតដើម្បីស្ទាបស្ទង់សមត្ថភាពកូនថាតើកូនយល់ដឹងទៅលើការ៉េនេះបានកម្រិតណាចាអ្នកគ្រូមានការ៉េមួយតែនៅក្នុងលំហាត់នេះគេឲ្យយើងធ្វើអ្វីកូនឃើញនៅចាអញ្ចឹងនៅក្នុងលំហាត់នេះគឺគេឲ្យការ៉េមួយហើយគេឲ្យយើងប្រាប់អីគេកូនចាចូលប្រាប់ប្រវែងជ្រុងរបស់រូបធរណីមាត្រខាងក្រោមអ្នកគ្រូច្រឡំប្រាប់ថានឹងរាងការ៉េបាត់ចាអញ្ចឹងកូនមើលថាតើនេះជាការ៉េអត់
ដោយសារតែយើងមានគំនូសមួយនៅលើជ្រុងមានន័យថាជ្រុងទាំង4នេះស្មើគ្នាអញ្ចឹងបើជ្រុងស្មើគ្នាហើយមុំរបស់វានេះគឺជាមុំកែងអញ្ចឹងនេះគឺជាការ៉េចាអញ្ចឹងការ៉េមួយនេះគឺការ៉េចតរសតើមានប្រវែងប៉ុន្មានជ្រុងរបស់វាគឺមានប្រវែង7សង់ទីម៉ែត្រហើយគេឲ្យយើងប្រាប់ថាតើជ្រុងសចមានប្រវែងប្រមាណសង់ទីម៉ែត្រហើយជ្រុងតរមួយទៀតមានប្រវែងប្រមាណសង់ទីម៉ែត្រអញ្ចឹងកូនសរសេរលេខនៅលើនេះមកចម្លើយហ្នឹងចូលទៅក្នុងក្តារឈ្មោះរបស់កូនក៏បានដែរចាអរគុណកូនទាំងអស់គ្នាអ្នកគ្រូគិតថាកូនធ្វើហើយពីព្រោះអីគាត់ឲ្យកូនសន្លឹងមកលើរូបកូនក៏អាចកំណត់បានថាជ្រុងទាំងពីរនេះមានប្រវែងប៉ុណ្ណាដែរតែយើងអាចកំណត់ថាជ្រុងទាំងពីរនេះមានប្រវែងប៉ុណ្ណាបានអាស្រ័យទៅលើអ្វីចាគឺអាស្រ័យទៅលើបញ្ញត្តិរបស់យើងមេរៀនរបស់យើងបានប្រាប់ថាការ៉េគឺជារូបធរណីមាត្រដែលមានជ្រុងទាំង4ស្មើគ្នាអញ្ចឹងការគូសមួយបែបនេះមានន័យថាជ្រុងទាំង4នេះគឺស្មើគ្នាចុះប្រសិនបើជ្រុងសរស្មើនឹង7សង់ទីម៉ែត្រចុះជ្រុង3ទៀតនេះតើមានប្រវែងប៉ុន្មានសង់ទីម៉ែត្រប្រកបណាស់គឺមានប្រវែង7សង់ទីម៉ែត្រទាំងអស់អញ្ចឹងយើងមើលជ្រុងសចនៅត្រង់ណាសចគឺជ្រុងនេះប្រវែងប៉ុន្មានកូនប្រវែង7សង់ទីម៉ែត្រចុះជ្រុងតរនៅតាណាតរនេះតរមានន័យថាជ្រុងបញ្ឈរនេះក៏ស្មើនឹង7សង់ទីម៉ែត្រដូចគ្នាចូលរួមត្រីអសម្រាប់កូនទាំងឡាយណាដែលបានបំពេញ7សង់ទីម៉ែត្រមានន័យថាកូនបានយល់នៅបញ្ញត្តិបានត្រឹមត្រូវហើយកូនអាចកំណត់បានថារូបធរណីមាត្រមួយណាជារូបការ៉េចាអរគុណសម្រាប់ការតាមដាននិងចូលរួមសិក្សាជាមួយអ្នកគ្រូនៅថ្ងៃនេះអញ្ចឹងនៅថ្ងៃនេះកូនបានរៀនជាមួយអ្នកគ្រូនៅមេរៀនទី4រូបធរណីមាត្រដែលយើងសិក្សាទៅលើការ៉េដែលមេរៀននេះបានដកស្រង់ចេញពីសៀវភៅនៅទំព័រទី23អញ្ចឹងកូនដឹងហើយថាការ៉េគឺជារូបធរណីមាត្រដែលមានជ្រុង4ស្មើគ្នាហើយមុំទាំង4ជាមុំកែងជាចុងក្រោយសូមកូនលើកសៀវភៅទាំងអស់គ្នាឡើងនៅទំព័រទី23ចាលើកសៀវភៅឡើងហើយបើកទៅទំព័រទី23ទាំងអស់គ្នានេះគឺជាមេរៀនការ៉េចាអញ្ចឹងកិច្ចការផ្ទះរបស់កូនមានចំនួន3ទី1ចូលប្រាប់រូបធរណីមាត្រដែលជាការ៉េអញ្ចឹងកូនមើលមករូបទាំងអស់ហ្នឹងតើរូបមួយណាជាការ៉េទី2ចូលប្រាប់ប្រវែងជ្រុងធរណីមាត្រខាងក្រោមអញ្ចឹងមានរូបមួយហើយកូនប្រាប់មកនិងសំណួរលំហាត់ទី3គឺចូលសំណួរណាដូចម្ដេចដែលហៅថាការ៉េចូលកូនបំពេញលំហាត់ទាំង3នេះមកអរគុណសម្រាប់ការចូលរួមសិក្សាជាមួយអ្នកគ្រូនៅថ្ងៃនេះយើងនឹងជួបគ្នានៅមេរៀនបន្តទៅទៀតតែកុំភ្លេចធ្វើកិច្ចការផ្ទះឲ្យអ្នកគ្រូនិងសញ្ញាកិច្ចការដែលកូនបានទទួលពីសាលាមានទទួលបានពីលោកគ្រូនិងអ្នកគ្រូចា៎ការធ្វើលំហាត់កាន់តែច្រើនធ្វើឲ្យកូនយល់នៅមេរៀនកាន់តែច្បាស់ជាចុងក្រោយអ្នកគ្រូសូមជូនពរកូនទាំងអស់គ្នានិងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អការស្នាក់នៅប្រកបដោយសុខសុវត្ថិភាពគេចផុតពីជំងឺដង្កាត់នានាជាពិសេសជំងឺ COVID-19 សូមអរគុណ